ពីញ៉ាំអីដើរលេងតិចតួចហើយពួកខ្ញុំត្រឡប់ទៅអូតែលវិញហើយអត់ទាន់សម្រាប់ណាគឺឡើងទៅ enjoy sky bar ដែលមាននៅលើ Riva Hotel ដែលខ្ញុំគេងហ្នឹងដោយសារខ្ញុំមកគេងនៅនឹង2ដងហើយខ្ញុំអត់សូវបាន explore អស់ហើយការមុនពេលខ្ញុំមកហ្នឹងអ្នកនៅក្នុង comment គេប្រាប់ខ្ញុំថាឲ្យឡើងមកលើនឹង fresh ហើយបរិយាកាសស្អាតដោយសារតែយប់មិញសប្បាយជ្រុលរៀងបាក់កលាំងដែរងើបថ្ងៃនេះមកទៅរក spa massage អីនៅក្នុងអូតែលគេហ្នឹងហ្មងដែលគេមានមកកន្លែងខ្ញុំគេងនេះដល់ពេលលើកនេះខ្ញុំមក explore អស់ចឹងមិនដឹងថាមានច្រើនសេវាកម្មសាហាវហើយ clean ទៀត massage កន្លែងនេះហើយស្តៀងតែខ្ញុំធ្លាប់ធ្វើនៅពេញដែរទេបើតម្លៃអត់ជាងគ្នាហ្មងទេស្តៀងគ្នាសំខាន់ clean និយាយទៅខ្ញុំចូលចិត្តណាស់ឡើង comfortable សម្រាប់ខ្ញុំហ្មងហើយនេះពួកគាត់ឃើញខ្ញុំថតចឹងពួកគាត់រៀងអៀនរៀបផឹកអត់សូវត្រូវហើយមុន massage ហ្នឹងគេឲ្យខ្ញុំមកដូរកៅអៅពីរអ្នកខ្ញុំឈរសោយគ្នាឡើងចង់កន្លះម៉ោងមិនបានចេញទៅ massage អ្នកនៅក្រៅគេដឹងគេថាឯងធ្វើអីទៀតហ្នឹងហើយរយៈពេលដែលពួកខ្ញុំ massage ហ្នឹងឡើង1ម៉ោងហើយខ្ញុំគេងលក់អ្នកគ្នានិយាយទៅ massage ទាំងពីរអ្នកអញ្ចឹងអត់មានបានថតសកម្មភាពអីទាំងអស់តែពេល massage ហើយកន្លែងណាដែលខ្ញុំឈឺចុកខ្លួនអីទាំងពីរអ្នកប្តីគឺបាត់ទាំងអស់មកពេលឥឡូវហ្នឹងគឺ offerly ចេញបានសម្រាប់ឲ្យ check in រៀង late ប៉ុន្តែខាងអូតែគឺគេយកយល់ហើយបើសិនជាយើងប្រាប់គេមុនហើយខ្ញុំអត់ទាន់ចេញទៅភ្លាមទេគឺខ្ញុំមក enjoy lunch នៅ restaurant ដែលគេមាននៅក្នុងអូតែហ្នឹងសិនដោយសារខ្ញុំឆ្លាញ់ service នៅអូតែនេះអញ្ចឹងខ្ជិលទៅណាញ៉ៃណាស់ញ៉ាំអីក៏នៅនឹងដែរពេលហ្នឹងខ្ញុំហៅ steak សាច់គោមួយគេមកជាមួយនឹង salad ហើយនឹងមួយទៀតគឺបាយឡុកឡាក់ខ្ញុំញ៉ាំឆ្ងាញ់ខ្លាំងសម្រាប់ខ្ញុំតម្លៃមិនម៉ានទេសំខាន់រសជាតិម្ហូប quality ហើយនឹងការរៀបចំសំខាន់ញ៉ាំហើយពួកគាត់ free ផ្លែឈើលៀងមាត់ឲ្យមួយចានទៀតហើយកាលមុនមានគេសួរខ្ញុំច្រើនពីកន្លែងខ្ញុំគេងហ្នឹងអញ្ចឹងឥឡូវហ្នឹងតន់ខ្ញុំមកជាលើកទី2តាក់ទងមួយនឹង information ហ្នឹងអ្នកគ្នាអាចឆាតសួរគេបានហើយប្រហែលជាគេមាន promotion ចូលឆ្នាំខ្មែរនឹងទៀតអញ្ចឹងចាំអ្នកគ្នាចូលទៅ check out ណា